មានរឿងណាមួយកើតឡើងដោយភាពចៃដន្យនោះឡើយមនុស្សម្នាក់ៗដែលអ្នកបានជួបប្រទះគឺសុទ្ធតែត្រូវបានចារឹកទុកនៅក្នុងព្រំលិខិតរបស់អ្នករួចជាស្រេចទៅហើយដើម្បីមកបង្រៀនអ្នកមកព្យាបាលរបួសបេះដូងអ្នកមកស្រឡាញ់អ្នកហើយជួនកាលគឺដើម្បីមកបំបាក់អ្នកក្នុងទម្រង់ម្យ៉ាងដែលបង្ខំឲ្យអ្នកត្រូវតែកសាងខ្លួនឯងឡើងវិញឲ្យកាន់តែរឹងមាំជាងមុននៅពេលដែលអ្នកចាប់ផ្ដើមសម្លឹងមើលពិភពលោកក្នុងទស្សនៈបែបនេះអ្វីៗគ្រប់យ៉ាងនឹងផ្លាស់ប្ដូរទាំងស្រុងមនុស្សដែលបានធ្វើឲ្យអ្នកបាក់បែកខ្ទេចខ្ទាំមិនមែនជាកំហុសឆ្គងនៃឆាកជីវិតនោះទេចំណងមិត្តភាពដែលបានរសាត់បាត់ទៅតាមពេលវេលាក៏មិនមែនជារឿងឥតប្រយោជន៍ឬក៏ខាតពេលទទេនោះដែរហើយសេចក្តីស្រឡាញ់ដែលមិនអាចដើរទៅមុខបានដល់ទីបញ្ចប់ក៏មិនមែនជាភាពបរាជ័យនោះឡើយសូម្បីតែមនុស្សទាំងឡាយណាដែលធ្លាប់បានធ្វើឲ្យអ្នកឈឺចាប់ក៏ពួកគេមកជាមួយនឹងគោលបំណងមួយដែលអ្នកអាចមើលឃើញឬយល់បាននៅក្នុងកាលៈទេសៈពេលនោះដែររាល់គ្រប់គ្នានៅលើលោកនេះដែលធ្លាប់បានដើរកាត់ជីវិតរបស់អ្នកគឺសុទ្ធតែជាមនុស្សដែលត្រូវតែមកជួបអ្នកយ៉ាងពិតប្រាកដហើយរឿងនេះវាជាពាក្យពេចន៍ដ៏កក់ក្ដៅបំផុតដែលអ្នកមិនធ្លាប់បានឮពីមុនមកឬក៏អាចជារឿងមួយដ៏គួរឲ្យទាស់ចិត្តនិងមិនស្រណុកក្នុងចិត្តទៅវិញឬក៏ប្រហែលជាទាំងពីរបញ្ចូលគ្នាពីព្រោះវាមានន័យថាអ្នកធ្លាប់ត្រូវបានគេកំណត់តួអង្គឲ្យលេងទៅតាមសាច់រឿងត្រង់ចំណុចណាមួយរួចទៅហើយវាមានន័យថាគ្មានអ្វីមួយដែលកាត់ឡើងដាច់ដោយឥតសណ្ដាប់ធ្នាប់នោះឡើយហើយវាមានន័យថាការព្រមលះបង់ដោះលែងនិងដើរចេញ letting go មិនមែនជាការលុបបំបាត់ចោលនៅរាល់អត្ថន័យដែលពួកគេធ្លាប់មានចំពោះជីវិតរបស់អ្នកនោះទេវាគ្រាន់តែមានន័យថាតួអង្គរបស់ពួកគេនៅក្នុងខ្សែជីវិតរបស់អ្នកត្រូវបានបញ្ចប់ត្រឹមនឹងហើយត្រូវផ្ដល់ទំនុកចិត្តលើដំណើរជីវិតមួយនេះចុះព្រោះសម្បីតែចំពោះសាច់រឿងដែលពោរពេញទៅដោយការឈឺចាប់ក៏វាជារឿងចាំបាច់ដែលត្រូវតែមានដើម្បីបំពេញជីវិតរបស់អ្នកឲ្យបានរឹងមាំនៅថ្ងៃនេះដែរហាត់ប្រានបដាថតបដាបងប្អូនថតមនុស្សម្នាណាពេលព្រឹកប្រលឹមយាយក្រៅហាត់ប្រានដល់ឈោលើសជើងកន្លែងនេះលើសជើងព្រោះដើរទៅដើរមកហើយលើសវាបាន100យាហើយយើងមានអារម្មណ៍ថាវាស្រួលគឺស្បើយមួយទៀតយើងហាត់របៀបដេប្លេក៏បានបងប្អូនដេប្លេយើងហាត់ត្រឹមជើងមកកន្លែងងាយក្លាប់ណែសិស្សកុមារ3ល្អមានច្រើនមុនទៅដឹងទៅគេហាត់ដេប្លេ3ឆ្នាំណាបងប្អូនតើមក3ឆ្នាំយាយហាត់3ឆ្នាំតែពេលយាយតាមពិតយាយនៅស្រុកស្រែពេលយាយមកទៅវាឈុំមាសទី2រួចហើយគេថ្នាក់ទី3ឈុំមាសទី1រួចហើយទៅគេឲ្យឡើងថ្នាក់ទេតែឡើងថ្នាក់ទេនៅថ្នាក់ទី3ដដែលព្រោះវាយើងមកពីនោះថ្នាក់ទី3ទៅម្លងឈុំមាសទី1ម្ដងនេះគេចូលឈុំមាសទី2ទៅគេក៏អត់ឲ្យយើងឡើងថ្នាក់ទៅរូបនៅថ្នាក់ទី3